ចាតោះចឹងបងប្អូនចាប់ផ្ដើមអ្នកការឆ្នាំជូតមុនគេចារាសីអ្នកការឆ្នាំជូតនៅក្នុងខែស្អែកចារាសីចាបានត្រឹមតែល្អបង្គួរក៏ប៉ុន្តែបងប្អូនចំតារាសាស្ត្រស្នេហ៍បងប្អូនអាចមានស្នេហ៍មានការជួបជុំមានក្តីស្រឡាញ់មានអ្វីល្អប្រសើរចំពោះខ្លួនបងប្អូនខ្លួនឯងហើយក៏មានការជួបជុំមានការគេហៅថាត្រូវគ្នាឧទាហរណ៍ដល់បងប្អូនមានចំនួនឆ្លោះគ្នាជាមួយបងប្អូនសាច់ញាតិយើងឬក៏បងប្អូនដែលមានការបែកបាក់គ្នាអាចនឹងជុំគ្នាវិញចាបងប្អូនណាប៉ុន្តែតិចលោបងប្អូនខ្លះពោះម៉ាយមេម៉ាយឬអ្នកគ្រូថាអញ្ចឹងទៅស្អែកឡើងអង្គុយចាំមើលផ្លូវប្តីផ្លូវប្រពន្ធលោមកវិញអធិស្ឋានបងប្អូនអាហ្នឹងគឺអញ្ចឹងចាជាងលេខបងប្អូនខ្លះបែកទៅរហូតតែម្ដងបងប្អូនខ្លះបែកឲ្យត្រឡប់មកវិញណាចានោះទៅឆៃរិស័យមិនដឹងចាតោះអញ្ចឹងបងប្អូនសម្រាប់ការឆ្នាំជូតថ្ងៃស្អែកបងប្អូនល្អណាចាមានអ្វីល្អប្រសើរច្រើនចាមានការជួបជុំមានក្តីស្នេហ៍ក្តីស្រឡាញ់មានភាពសមម្ដងរីករាយគឺល្អចាសរុបមកគឺល្អណាទោះមិនល្អខ្លាំងក៏ដោយតែល្អបងប្អូនណាហើយបើអ្នកល្អខ្លាំងជាងគេគឺឆ្លូវអ្នកណាឆ្លូវខ្លះហេងចូលហេងចូលហេងហើយឆ្លូវណាចាអ្នកការឆ្នាំឆ្លូវទី1រាសីឡើងខ្ពស់ត្រដែតទី2តារាសាស្ត្រស្នេហ៍មកជាមួយតារាសាស្ត្រអំណាចអូឆ្លូវកម្ពុជាមហាល្អមិនមែនល្អធម្មតាហើយឆ្លូវកម្ពុជាមហាល្អហើយសេរីសួស្ដីលៀបជ័យសុភមង្គលចាល្អខ្លាំងក៏ប៉ុន្តែឆ្លូវប្រយ័ត្នបន្តិចមានអ្នកបោកប្រាស់មានអ្នកប្រើល្បិចកិច្ចកលប្រើភាពមិនស្មោះត្រង់ចំពោះអ្នកកើតឆ្នាំឆ្លូវបងប្អូនណាចាអញ្ចឹងអ្នកកើតឆ្នាំឆ្លូវថ្ងៃស្អែកប្រយ័ត្នប្រយ័ត្នអ្នកដែលមកលបួងអ្នកប្រើល្បិចកិច្ចកលអ្នកគំនិតមិនស្មោះត្រង់ជាមួយយើងដោយសារអីឆ្លូវនៅក្នុងប្រចាំឆ្នាំតារាសាស្ត្រចោលប្រចាំខែ8ហ្នឹងតារាសាស្ត្រចោលតារាសាស្ត្រវិបត្តិតារាសាស្ត្រអសូរកាយឆ្លូវធ្ងន់កខ្លាំងណាស់ឆ្នាំនេះណាប៉ុន្តែថ្ងៃស្អែកល្អតោះឆ្លូវចឹងឆ្លូវបងប្អូនខ្ញុំមានលុយច្រើនរាប់មិនទាន់លុយខ្ញុំមកច្រើនមហាសាខ្ញុំមានលុយច្រើនរាប់មិនទាន់លុយខ្ញុំមកច្រើនមហាសាខ្ញុំមានលុយច្រើនរាប់មិនទាន់លុយខ្ញុំមកច្រើនមហាសាខ្ញុំមានលុយច្រើនរាប់មិនទាន់លុយខ្ញុំមកច្រើនមហាសាខ្ញុំជារាជធានីដែលក្រងទ្រព្យក្រងសម្បត្តិដ៏ច្រើនមហាសាដ៏ច្រើនមហិមាលុយចូលមករនាងខ្ញុំដោយសេចក្តីសុខដោយសុភមង្គលដោយភាពចាទុកចិត្តដោយជំនឿជឿជាក់ដោយផលបុណ្យដោយគ្មានលក្ខខណ្ឌបងប្អូនណាចាហើយចំណូលខ្ញុំចូលច្រើនមហាសាចំណាយខ្ញុំចេញតិចបំផុតបងប្អូនណាចាយើងក៏មិនបែបហ្នឹងឬក៏និយាយបែបហ្នឹងហើយយើងញ៉ាំទឹកចឹងអ្នកកើតឆ្នាំខាលថ្ងៃស្អែកក៏ល្អដែរណាអ្នកកើតឆ្នាំខាលគាត់ថាប្រយ័ត្នរឿងជំងឺបន្តិចណាអ្នកកើតឆ្នាំខាលអាចមានជំងឺឈឺស្កាត់ច្រើនហើយបងប្អូនប្រឹងអស់កម្លាំងកាយចិត្តណាអ្នកកើតឆ្នាំខាលទៅបានផលមកបងប្អូនណារាសីបងប្អូនមិនសូវល្អតែតារាសាស្ត្រអំណាចចុះចាំបងប្អូនអាចមានអំណាចមានកិត្តិយសមានកិត្តិឈ្មោះល្អប្រសើរច្រើនក៏ប៉ុន្តែបងប្អូនប្រយ័ត្នមាត់បន្តិចកុំឲ្យមានរឿងជាមួយអ្នកមានអំណាចឬក៏មានរឿងជាមួយនឹងមនុស្សប្រុសនាំឲ្យកាត់លៀបរបស់យើងណាបងប្អូនណាចាអញ្ចឹងបងប្អូនអ្នកកើតឆ្នាំខាលប្រយ័ត្នបន្តិចទៅណាល្អដែរក៏ប៉ុន្តែយើងប្រយ័ត្នបន្ថែមហើយអ្នកកើតឆ្នាំខាលមិនថាខ្លួនជាស្រីជាប្រុសទេអាចមានរឿងជាមួយនឹងមនុស្សប្រុសចាចឹងប្រយ័ត្នតិចទៅណាហើយបើយើងអត់មានរឿងទេយើងហេងខ្លាំងតែបើមានរឿងយើងសួយខ្លាំងវិញណាតែចាំបន្តដល់អ្នកកើតឆ្នាំថោះអ្នកណាថោះខ្លះរាសីស្រុកដល់បាតហើយអ្នកកើតឆ្នាំថោះឆុងប្រចាំឆ្នាំហើយឆុងប្រចាំថ្ងៃទៀតណាចាថ្ងៃស្អែកគឺឆុងខ្លាំងហើយរាសីស្រុកដល់បាតបញ្ហាឧបសគ្គធុញថប់រឿងចាគ្រោះអគ្គីភ័យចាគ្រោះថ្នាក់ចរាចរណ៍ហើយគ្រោះថ្នាក់អ្នកកើតឆ្នាំថោះប្រយ័ត្នឲ្យខ្លាំងមែនទែនអ្នកណាកំពុងឲ្យឈឺធ្ងន់ប្រយ័ត្នណាចាហើយកុំធ្វើដំណើរទៅណាឆ្ងាយម្នាក់ឯងប្រយ័ត្នមានគេចាប់បង្ខិតបង្ខំចាប់រំលោភស្មាទោសបងប្អូនណាច្រឡំនិយាយបាត់ហើយចាឬក៏បងប្អូនមានអ្នកបោកប្រាស់ភូតកុហកយកបងប្អូនទៅធ្វើអីប្រយ័ត្នណាបងប្អូនអ្នកកើតឆ្នាំចាថោះហើយបងប្អូនថែសុខភាពឲ្យខ្លាំងបើឈឺធ្ងន់ណាបងប្អូនអ្នកកើតឆ្នាំថោះណាហើយអារម្មណ៍ធុញថប់មួម៉ៅក្តៅក្រហាយហើយកុំងាយជឿអ្នកណាប្រេះផ្ដាស់ប្រយ័ត្នណាអ្នកកើតឆ្នាំថោះចាបងប្អូនប្រយ័ត្នមានការចាញ់បោកគេថ្ងៃស្អែកចាតើចឹងបន្តដល់អ្នកកើតឆ្នាំរោងចាខ្ញុំមានលុយច្រើនមហាសាចាបងប្អូនចាអ្នកគ្រូខានឃើញបងប្អូនខមមិនពាក្យបែបហ្នឹងយូរនេះចាអូដល់ឆ្លូវចាអូនចាអ្នកណារោងខ្លះបងប្អូនអ្នកណារោងខ្លះខមមិនមិនម៉ាត់ខ្ញុំឆ្នាំរោងខ្ញុំមានលុយច្រើនរាប់មិនទាន់លុយខ្ញុំមកច្រើនមហាសាខ្ញុំមានលុយច្រើនរាប់មិនទាន់លុយខ្ញុំមកច្រើនមហាសាខ្ញុំមានលុយច្រើនរាប់មិនទាន់លុយខ្ញុំមកច្រើនមហាសាលុយខ្ញុំនៅកពីមុខខ្ញុំដូចកំពូលភ្នំលុយខ្ញុំដល់ច្រើនមហាសាលុយខ្ញុំច្រើនមហាសាខ្ញុំរាប់លែងតាន់ខ្ញុំមានលុយច្រើនរាប់មិនទាន់លុយខ្ញុំដល់ច្រើនមហាសាខ្ញុំមានលុយច្រើនរាប់មិនទាន់លុយខ្ញុំដល់ច្រើនមហាសាបងប្អូនណានៅពេលដែលបងប្អូនញ៉ាំទឹកនៅពេលដែលយើងនិយាយតាក់ទងនឹង caption ល្អញ៉ាំទឹកបងប្អូនលើកទឹកឲ្យខ្ពស់បើកបំពង់កឲ្យទូលាយបើកទឹកនឹងឲ្យលឿនលុយចូលលឿនណាបងប្អូន
កុំញ៉ាំធ្វើបាច់បែបត្រីស្អាតអត់ទេហើយគ្មានខ្មាស់អ្នកណាដាក់មកទើមកអ្នកគ្រូសំបីតែកន្លែងហាត់ប្រាណអ្នកគ្រូត្រូវការញ៉ាំក៏អ្នកគ្រូនិយាយពាក្យនៅក្នុងចិត្តខ្ញុំមានលុយច្រើនរាប់មិនទាន់ដូចខ្ញុំមកច្រើនមហាសាខ្ញុំជាមនុស្សស្រីដែលមានសំណាងខ្លាំងជាងគេខ្ញុំជាមនុស្សស្រីដែលមានរាងស្អាតជាងគេខ្ញុំជាមនុស្សស្រីដែលមានពណ៌សម្បុរស្អាតខ្លាំងជាងគេនិយាយរហូតតាណាក៏និយាយដែរនិយាយក្នុងចិត្តហើយញ៉ាំទឹកលើកកំពង់កទៅលើឲ្យផុតដាក់ទើកុំខ្មាស់បងប្អូនគ្មានអ្នកណាបើកលុយឲ្យយើងទេបើយើងខ្មាស់ហើយយើងអត់មានទៅធ្វើអីខុសទេយើងគ្រាន់ញ៉ាំទឹកតែចង់អ្នកណាមើលមកថាយើងញ៉ាំទឹកអាក្រក់អត់ខ្វល់បងប្អូនលំហូរលុយមកលឿនដូចយើងញ៉ាំទឹកចឹងទើបងប្អូនឃើញគេផ្សាយស្រាអត់ហេតុអីបើអ្នកផ្សាយគេថតកំពង់កទើអញ្ចឹងអ្នកញ៉ាំឃើញឃ្លានណាចង់ញ៉ាំតាមអាហ្នឹងចឹងបងប្អូនណាចាតោះចឹងបងប្អូនចាប់ផ្ដើមដល់អ្នកកាឆ្នាំរោងអ្នកណារោងខ្លះមានលុយច្រើនរាប់មិនតាន់បងប្អូនណាអ្នកកាឆ្នាំរោងរិស័យឡើងពោះតដែតឱកាសលុយឱកាសលៀបឱកាសសំណាងមកដល់ហើយអ្នកកាឆ្នាំរោងចំតារាសាស្ត្រចរចាតំណងនិយាយស្ដីចរចាទៅខាងណាកើតលុយកើតលៀបកើតទ្រព្យកើតសម្បត្តិក៏ប៉ុន្តែឯកោឯកាបន្តិចថ្ងៃស្អែកដូចខាក់គ្មានពីណាគិតពីយើងទេពីណាមិនគិតពីយើងហើយទៅយើងទៅគិតពីគេវិញគិតពីប្តីប្រពន្ធកូនចៅយើងវិញបើប្រពន្ធមិនសូវរវល់អូនណាធ្វើអីថ្ងៃហ្នឹងស្លោអីអូនទៅសួរតិចទៅអញ្ចឹងណាចាអ្នកគ្រូបែបហ្នឹងថ្ងៃណាអ្នកគ្រូអត់សូវល្អអ្នកគ្រូប្រាប់បងស្អែកខ្ញុំឯកាបងអាសាមកលេងខ្ញុំផងនៅសារអ្នកគ្រូនៅក្នុងបន្ទប់ office នៅតែម្នាក់ឯងគ្រូសារអ្នកគ្រូក៏ធ្វើការនៅខាងក្រោមនេះជាមួយនឹងកូនចៅអញ្ចឹងតែថ្ងៃណាឯកាផ្ដាំប្តីចាបងឯកខ្ញុំតារាសាស្ត្រឯកាបងអាសាឡើងមកលេងខ្ញុំផងអ្នកគ្រូអញ្ចឹងបងប្តីពុនអ្នកគ្រូក៏ប្លែកខ្ញុំបងចាអញ្ចឹងនៅពេលដែលយើងមានគេហៅថាបងប្អូនបើសិនជាបងប្អូនចង់បានភាពសោមនស្សរីករាយភាពចម្រុងចម្រើនក្នុងក្រុមគ្រួសារច្រើនបងប្អូនណាយើងរៀបទិសភ័ណ្ឌភាពគ្រួសារយើងទាំងអស់គ្នាមករៀបមកបងប្អូននឹងមានភាពល្អល្អឿនក្នុងក្រុមគ្រួសារហើយបងប្អូនថ្ងៃក្រោយបងប្អូនចង់ក្រងសម្បត្តិធំទេបើចង់ក្រងសម្បត្តិធំបងប្អូនធ្លាប់ឆៃរិស័យហើយតម្លាក់តែឆ្នាំរបស់ខ្លួនឯងត្រឡប់មកវិញមកថ្ងៃខែឆ្នាំម៉ោងកើតមកចាបងប្អូនរៀបអស់ប្រហែលអ្នកគ្រូប្រាប់បងប្អូនមានលទ្ធភាពរៀបបើមិនទាន់មានគិតសិននិយាយត្រង់តែម្ដងអ្នកគ្រូចូលចិត្តនិយាយអីត្រង់ចាអញ្ចឹងអ្នកកើតឆ្នាំចារោងគឺល្អខ្លាំងតបន្តដល់អ្នកកើតឆ្នាំម្សាញ់អ្នកកើតឆ្នាំម្សាញ់ក៏ល្អដែរថ្ងៃស្អែកក៏ប៉ុន្តែម្សាញ់ប្រយ័ត្នតិចណាម្សាញ់ចំតារាសាស្ត្រមហន្តរាយមកជាមួយនឹងតារាសាស្ត្រចាចរចាតំណងអញ្ចឹងនិយាយស្ដីមួយម៉ាត់ខាតមួយម៉ាត់ចំណេញម្សាញ់ណាចាអញ្ចឹងការនិយាយស្ដីប្រុងប្រយ័ត្នឲ្យមែនតែនហើយមានការរាំងស្ទះមានប្រាក់ចំណូលធ្លាក់ចុះមានសុខភាពមិនល្អហើយមានការខ្វះខាតប្រាក់ចំណូលហើយមានការខាតបង់អញ្ចឹងមួយសាញ់ទោះបីរាសីល្អក៏ពិតមែនតែតារាសាស្ត្រមិនល្អចុះមកអញ្ចឹងមួយទឹកអំបិលចេញអញ្ចឹងអ្នកមួយទឹកអំបិលគឺថោះហើយនឹងមួយសាញ់ថោះថ្ងៃស្អែកតារាសាស្ត្រអសូរកាយចាំគាត់ពីត្រួតណាថោះប្រយ័ត្នមែនតែអ្នកគ្រូផ្ដាំតែឆ្នាំថោះមួយទេចាអញ្ចឹងតបន្តដល់អ្នកកាត់ឆ្នាំមីថ្ងៃស្អែកប្រយ័ត្នមានរឿងអ្នកកាត់ឆ្នាំមីចាំតារាសាស្ត្រមហន្តរាយមកជាមួយនឹងតារាសាស្ត្រវិបត្តិអញ្ចឹងមីមានរឿងច្រើនថ្ងៃស្អែកមានបញ្ហាមានឧបសគ្គមានអ្នកចាំចាក់រុកឆ្កឹះឆ្កៀមានសត្រូវជុំទឹះអ្នកណាក៏មើលមកយើងដូចស្អប់យើងដល់ហើយមានអ្នកណាមើលមកដូចមានអារម្មណ៍ថាដូចយើងអត់ធ្វើអីគេសោះនិយាយអីចេញទៅក៏ខុសដែរចាអញ្ចឹងអ្នកណាមកមីខ្លះមុជទឹកអំបិលទាំងយប់នេះហើយខ្ពុលមាត់ជាមួយនឹងទឹកអំបិលហើយបងប្អូនព្យាយាមប្រើសម្លៀកបំពាក់បើបងប្អូនឆៃរិស័យជាមួយអ្នកគ្រូហើយពណ៌នាំលៀបនាំសំណាងស្លៀកឲ្យជាប់មកដាក់ឯមកឈប់មកចាមកសេតមកទាំងលីអូអាយតំណប់ទាំងស្បែកជើងស្រោមដៃស្រោមជើងចិញ្ចៀនមង្គលពណ៌មួកពណ៌ឆាត់ពណ៌តាគៀបពណ៌បោចងស្អុយដាក់មកសេតមកចានៅពេលរាសីយើងមិនល្អយើងត្រូវប្រឹកព្រៀងឲ្យខ្លាំងអត់បានទេណាបងប្អូនណាចាសូម្បីតែអ្នកគ្រូជាគ្រូក៏ដោយតែថ្ងៃណាដឹងតែខ្លួនឯងមិនស្រួលហើយរៀបមកសេតហើយផ្ដាំប្តីផ្ដាំកូនចៅតែថ្ងៃហ្នឹងផ្ទះយើងអ្នកណាចេះអ្នកនឹងចុះផ្ដាំមកហើយហើយឯងថ្ងៃហ្នឹងខែហ្នឹងឯងអត់ល្អធ្វើចិត្តឲ្យតិចអត់បើសិនជាត្រូវមាត់ច្រើននៅស្លៀមទៅកូនចៅអ្នកគ្រូម្នាក់គឺគាត់ធ្ងន់កខែហ្នឹងអូយត្រូវតែមាត់គាត់ជាងគេអាហ្នឹងបើយើងដឹងមុនយើងប្រាប់អ្នកផ្ទះយើងកុំឲ្យគាត់ស្អប់គាត់ខឹងយើងហើយបើកចិត្តឲ្យទូលាយនៅពេលតារាសាស្ត្រមិនល្អចុះមកកុំភ័យកុំព្រួយកុំបបាក់ចិត្តធ្វើអារម្មណ៍ឲ្យស្រស់ស្រាយជាងរាល់ដងទៀតហើយបងប្អូនចាក់ផ្ដើមរៀបចំដំណើរជីវិតខ្លួនឯងឡើងចារៀបចំបែបម៉េចមើលភ្ញាក់ពីគេងឡើងបោះពីងពីងរៀបចំផ្ទះសម្បែងមើលរាសីខ្ញុំខែហ្នឹងបែបម៉េចដែរអ្នកគ្រូធ្លាប់មើលឲ្យណាចាខ្ញុំគួរធ្វើអីខ្ញុំមិនគួរធ្វើអីកុំធ្វើអាណាគួរមិនធ្វើអាណាគួរធ្វើចាស់ចាហើយក្នុងខែហ្នឹងខ្ញុំរកចំណូលចំណេញបានប្រហែលខ្ញុំអាចដកទិញវត្ថុមង្គលអីបានខ្លះដកទៅបើថាមិនដកមិនបានចាំខែក្រោយទៅអញ្ចឹងបងប្អូនណាចាយើងធ្វើបែបហ្នឹងយើងរស់នៅមានផែនការជីវិតត្រឹមត្រូវយើងមានគោលដៅច្បាស់លាស់យើងនឹងជោគជ័យខ្លាំងចាក
កុំមកដេញស្មាតោបើកភ្នែកឡើងមកមីងមកមើលម្ដងឯណាណៃរៀបចំសក់ក្បាលសាំងម៉ាំងកៅអៅម្ដងឯណាណៃផ្ទះម្ដងឯណាណៃអូចប់បងប្អូនណាចាមើលទៅលិចមើលទៅកើតមើលទៅជើងមើលទៅត្បូងរៀងស្បុកជ្រូកអូចប់បងប្អូនអត់បានទេចាបងប្អូនណាដែលមានកត្តាមនុស្សបែបហ្នឹងសូមកែចេញសូមអធិស្ឋានណាចាសូមកែចេញហើយបើសិនជាចង់ឲ្យក្នុងផ្ទះយើងមានសោភ័ណភាពល្អតាក់ទងនឹងជីវិតគូបើបងប្អូនណាគាត់មានបញ្ហាជីវិតគូបែកឆ្វេងទិសសោភ័ណភាពប្តីប្រពន្ធមានទិសប្តីប្រពន្ធនិងទិសប្តីផ្សេងប្រពន្ធផ្សេងណាតែទិសសោភ័ណភាពប្តីប្រពន្ធតើបងប្អូនឆៃរិស័យបានដឹងពេលឆៃឲ្យដឹងយើងរៀបអាទិសនឹងឲ្យខ្លាំងប្តីយើងនឹងមកវិញណាចាបងប្អូនណាដែលមានប្តីទៅបាត់ឬក៏ស្មាតោះបើសិនជាគាត់ទៅហើយយើងមិនចង់ឲ្យត្រឡប់មកវិញយើងមិនបាច់រៀបទេតែបើសិនជាយើងគាត់ទៅហើយបើសិនយើងលែងគ្នាដាច់មានឯកាត្រឹមត្រូវយើងគួរតែរៀបដើម្បីជួបអ្នកថ្មីមកល្អពិតប្រាកដសំខាន់ណាចាតោះអញ្ចឹងបងប្អូនណាព្រោះអីអ្នកគ្រូរៀនរហូតបងប្អូនមេរៀនមករហូតដឹងរហូតចាអញ្ចឹងដល់អ្នកកាឆ្នាំមួយមេថ្ងៃស្អែកក៏មិនសូវល្អដែរអារម្មណ៍រៀងមួម៉ៅបន្តិចបងប្អូនណាចាប្រាក់ចំណូលរៀងធ្លាក់ចុះហើយបងប្អូនអាចមានជំងឺឈឺស្កាត់ហើយបងប្អូនប្រយ័ត្នមាត់អ្នកកាឆ្នាំមួយមេប្រយ័ត្នមាត់បានបងប្អូននឹងហេងខ្លាំងបើប្រយ័ត្នបានប្រយ័ត្នមានរឿងណាបងប្អូនអ្នកកាឆ្នាំមួយមេណាព្រោះថ្ងៃស្អែកតារាសាស្ត្រមហន្តរាយមកជាមួយនឹងតារាសាស្ត្រវិបត្តិអាចមានវិបត្តិហិរញ្ញវត្ថុមានអារម្មណ៍ធឹងថប់តប់ប្រមាណប៉ុន្តែបើសិនជាអ្នកណាមួយមេឲ្យកើតចំថ្ងៃឆ្លូវល្អណាស់អត់អីទេចឹងយើងមុជទឹកអំបិលទាំងយប់នឹងឲ្យហើយមួយមេព្រឹកឡើងមិនបាច់មុជក៏បានដែរបើកើតចំថ្ងៃឆ្លូវតែបើមិនដឹងខ្លួនឯងកើតថ្ងៃអីទេមុជទាំងព្រឹកទាំងយប់នឹងទៅណាចាអញ្ចឹងទៅបងប្អូនណាអធិស្ឋានបងប្អូនដែលឆែករិស័យគឺគាត់ដឹងតាក់ទងនឹងកន្លែងហ្នឹងទាំងអស់តែបងប្អូនមិនឆែកអើយបងប្អូនអាណិតបងប្អូនដែលអត់ទាន់បានឆែកអញ្ចឹងអត្តភាពយើងមានតិចអញ្ចឹងយើងទ្រាំបងប្អូនណាយើងសន្សំទៅតិចតួចអីក៏ដោយបងប្អូនណាចាបងប្អូនឆែកជាមួយអ្នកគ្រូមួយឆ្នាំម្ដងយើងមិនបាច់ចំណាយលុយទៅឆែកកន្លែងណាផ្សេងគឺយើងដឹងតែមួយឆ្នាំយើងដឹងពីរិស័យរបស់យើងបើបងប្អូនមានលទ្ធភាពឆែកមួយឆ្នាំម្ដងក៏ឆែកទៅបើបងប្អូនអត់លទ្ធភាពទេតាមលទ្ធភាពរបស់យើងអញ្ចឹងទៅណាវកថ្ងៃស្អែកប្រយ័ត្នឲ្យខ្លាំងណាវកប្រយ័ត្នឲ្យខ្លាំងជាទីបំផុតណាវកណាដោយសារវកនៅក្នុងថ្ងៃស្អែកនេះចាំមានរឿងច្រើនណាវកថ្ងៃស្អែកមានការឆ្លោះមានការបាក់បែកមានការវិវាទមានការលែងលះមានជំងឺឈឺធ្ងន់ធ្ងរប្រាក់ចំណូលធ្លាក់ចុះហើយមានអ្នកក្បត់មានអ្នកមិនស្មោះត្រង់ហើយមានអ្នកឆោបោកហើយបើមានរឿងក្តីចាស់អាចនឹងសើរើឡើងវិញចឹងប្រយ័ត្នអ្នកកើតឆ្នាំវកណាវកតារាសាស្ត្រវិបត្តិមកជាមួយតារាសាស្ត្រចោចាហើយរាសីស្រុតដល់បាតបញ្ហាមានអ្នកបៀតបៀនមានអ្នកចាំចាក់រុកឆ្កឹះឆ្កៀលមានអ្នកចាំបង្កចំនួនបង្ករឿងហើយបងប្អូនបើមានរឿងធំអាចនឹងមានគេលបកាប់ចាក់យើងស្មាទោសឬក៏មានចំនួនអាចប្រើអាវុធណាវកប្រយ័ត្នឲ្យមែនទែនគួរជៀសឲ្យឆ្ងាយហើយមុជទាំងអំបិលទាំងយប់ហើយព្រឹកមុជទៀតណាវកចាវកណាអំបិលយើងដាក់មកក្តាប់ដៃធំមកឬក៏ពីរក្តាប់ដៃយើងក្តាប់ពីរក្តាប់ចឹងមកណាហើយបើបងប្អូនមានចានចង្កឹះយើងវាល់ម្ដងមួយចានចង្កឹះទៅមុជហើយទិញអំបិលម្ដង10 20គីឡូដាក់ផ្ទះទៅកុំស្ដាយលុយបងប្អូនណាចាកុំស្ដាយលុយបងប្អូនហើយប្រើអំបិលគ្រួសអត់ប្រើអំបិលម៉ត់ទេយើងប្រើអំបិលគ្រួសយើងរកស៊ីលុយយើងចូលដុំចូលច្រើនយើងប្រើអំបិលម៉ត់លុយយើងចូលកាក់ល្អិតពេលដែលយើងមុជអំបិលបែបហ្នឹងណាចាប៉ុន្តែដល់ពេលយើងស្លជារឿងផ្សេងអត់អីទេបងប្អូនណាអត់អីទេហើយបើមិនសិនជាបងប្អូនស្លហើយចង់ឲ្យល្អដែរបងប្អូនទិញអំបិលគ្រួសយកមកបុកឲ្យប្រើអាហ្នឹងល្អជាងយើងប្រើអំបិលម៉ត់តែអត់អីទេបងប្អូនប្រើមិនក៏បានដែរអត់អីទេណាចាតែចឹងបន្តដល់អ្នកកើតឆ្នាំរកាអ្នកណារកាខ្លះក៏ហេងខ្លាំងថ្ងៃស្អែកក៏ប៉ុន្តែរកាចាំតារាសាស្ត្រចោលអាចមានបញ្ហាមានរឿងមានឧបសគ្គអារម្មណ៍មួម៉ៅក្តៅក្រហាយអារម្មណ៍ធឹងថប់អាចមានចំនួនមានការបែកបាក់មានការវិវាទមានការលែងលះឬក៏បងប្អូនមានឆ្លោះអំពើហិង្សាប្រើដៃប្រើជើងអញ្ចឹងអ្នកណារកាខ្លះប្រយ័ត្នធ្វើចិត្តអត់ត្រជាក់បើមិនអញ្ចឹងបងប្អូនបាត់លៀបធំចាដោយសារថ្ងៃស្អែករាសីឡើងខ្ពស់ក៏ប៉ុន្តែបងប្អូនមានអ្នកចាំចាក់រោគឆ្កឹះឆ្កៀលមានអ្នកបកកចំនួនមានអ្នកក្បត់មានអ្នកមិនស្មោះត្រង់នាំបងប្អូនមានកង្វល់ហើយបញ្ហាធ្លាក់ចុះដល់បាតអូបងប្អូនប្រយ័ត្នមែនទេអ្នកកើតឆ្នាំលកាអ្នកណាលកាខ្លះតារាសាស្ត្រចោលមកជាមួយតារាសាស្ត្រវិបត្តិអញ្ចឹងលកាប្រយ័ត្នឲ្យខ្លាំងជាទីបំផុតអញ្ចឹងលកាក៏មុជទឹកអំបិលដែររាសីឡើងខ្ពស់ក៏ពិតមែនក៏អ្នកគ្រូឲ្យមុជដែរណាអញ្ចឹងបន្តដល់អ្នកកាត់ឆ្នាំចថ្ងៃស្អែកទួរាសីមិនសូវជាល្អទេប៉ុន្តែតារាសាស្ត្រលុយចាំគាត់អញ្ចឹងបងប្អូនអ្នកកាត់ឆ្នាំចមានលៀបធំណាស់ថ្ងៃស្អែកអ្នកគ្រូសូមជូនពរបន្ថែមហើយអត់ធ្មត់មិនថាមានរឿងអីក៏ដោយបិទភ្នែកបិទត្រចៀក
ធ្វើកធ្វើថ្លង់មើលមិនឃើញស្ដាប់មិនឮមើលឃើញតែរឿងល្អស្ដាប់ឮតែរឿងល្អរឿងអាក្រក់មើលមិនឃើញស្ដាប់មិនឮទ្រាំមួយថ្ងៃផុតអញ្ចឹងបងប្អូនណាចាអញ្ចឹងអ្នកកើតឆ្នាំចល្អចាបងប្អូនដល់អ្នកកើតឆ្នាំករឹកតែល្អជាងឆ្នាំចទៀតក៏ប៉ុន្តែរាសីស្រុតចុះមានការខ្វះខាតចាប្រកាក់ហើយមានអ្នកលបួងបោកបញ្ឆោតចាបងប្អូនណាខ្ចីបងប្អូនចាអញ្ចឹងបងប្អូនបើអាចបានកុំឲ្យគេខ្ចីហើយការខ្វះខាតយើងដឹងថាយើងខ្វះខាតកុំទៅធ្វើឲ្យខ្វះខាតទៅបានហើយធ្វើមិនឲ្យតែមានចំណូលមកបានហើយចាត្រូវចំណាយលើអ្វីដែលមិនចាំបាច់ថ្ងៃស្អែកហ្នឹងទុកសិនចាធ្វើបែបម៉េចឲ្យយើងចម្រុងចម្រើនមួយថ្ងៃហ្នឹងសិនព្រោះថ្ងៃស្អែកបងប្អូនដែលកើតឆ្នាំកុរតារាសាស្ត្រលុយមកជាមួយតារាសាស្ត្រស្នេហ៍ល្អណាស់ណាចាល្អខ្លាំងមែនតើរាសីមិនល្អទេប៉ុន្តែបានតារាសាស្ត្រល្អអញ្ចឹងបងប្អូនណាក៏មុជទឹកទាំងយប់នឹងឲ្យហើយទឹកអំបិលព្រឹកឡើងយើងទទួលលាបតែម្ដងព្រឹកមិនបាច់មុជទេណាមុជតែយប់នឹងទៅបានហើយបងប្អូនណាហេតុអីបានអ្នកគ្រូតែងនិយាយឲ្យបងប្អូនប្រើតាក់ទងនឹងមុជទឹកអំបិលព្រោះអំបិលជាយ៉ាងបញ្ជាបន្សាបយីងបានលឿនយីងហ្នឹងគឺអមង្គលអ្វីដែលមិនល្អណាបងប្អូនណានៅពេលអ្វីមិនល្អចូលមកយើងយកហ្នឹងទៅបន្សាបលឿនណាហេតុអីបានអ្នកគ្រូឲ្យបងប្អូនរៀបអំបិលហេតុម្លាយគ្រប់គ្នានៅក្នុងផ្ទះហើយចម្រុងចម្រើនគ្រប់គ្នាហើយអំបិលហេតុម្លាយក៏ដូចគ្នាយើងរៀបត្រូវមានទិសមានម៉ោងមានពេលវេលាដែលត្រូវរៀបបងប្អូនទិញពីខាងអ្នកគ្រូបងប្អូនមិនបាច់ទិញមេរៀនគឺបងប្អូនបានរៀបដោយខ្លួនឯងចាគឺបងប្អូនយកទៅរៀបបងប្អូននឹងបានផលតែបងប្អូនណាដែលគាត់ជាអ្នកលក់អំបិលហ្នឹងតែម្ដងបងប្អូនដូចអូនស្រីម្នាក់គាត់ទិញមេរៀនដោយសារគាត់អ្នកលក់ហើយណាមួយគាត់ទិញមេរៀនទៅដោយសារអីគាត់ចង់លក់អំបិលហ្នឹងឲ្យអតិថិជនគាត់ដែរអាហ្នឹងបងប្អូនចាអញ្ចឹងគាត់ថាតាក់ទងនឹងមេរៀនដើរតារាសាស្ត្រវារៀងលំបាកបន្តិចបើសិនជាយើងមានដងស្រាប់អានឹងឆាប់ចេះប៉ុន្តែបើបងប្អូនមិនមានដងទេយើងទិញមួយឆ្នាំទៅបានមួយឆ្នាំក្រោយយើងចាំទិញទៀតទៅយើងទិញជារៀងរាល់ឆ្នាំទៅព្រោះអីអ្នកគ្រូរៀនមកតម្រាំចេះបងប្អូន5ឆ្នាំណាបងប្អូនចា5ឆ្នាំណាចាអញ្ចឹងនៅពេលដែលអ្នកគ្រូរៀននេះបងប្អូនចាមិនមែនព្រាមភ្លឹបអ្នកគ្រូរៀបចំបានភ្លាមអត់ទេអត់ហ៊ានរៀបទេព្រោះអត់ច្បាស់ចាអត់ច្បាស់ទេហើយគ្រូដែលអ្នកគ្រូរៀនគឺគាត់ប្រាប់ដែរតែគាត់មិនមែនថាក្បោះក្បាយឲ្យយល់តែម្ដងដោយសារអីមេរៀនត្រូវការពេលវេលាដូចយើងដាំដើមឈើដូចគ្នាអូនបងប្អូនដាំថ្ងៃហ្នឹងស្អែកបានផ្លែមែនអត់បានទេ3ខែក្រោយមិនដឹងអ្វីផងអាហ្នឹងគឺអញ្ចឹងចាអញ្ចឹងហេតុអីបានអ្នកគ្រូអ្នកអរគុណអ្នកគ្រូមួយរួចហើយបងប្អូនក៏អ្នកគ្រូប្រាប់ឲ្យមួយទឹកអំបិលបងប្អូនរត់ទៅមួយគ្រប់គ្នាចាតើអញ្ចឹងបងប្អូនចាប់ដើមដល់គ្រាប់អង្គរបស់យើងអញ្ចឹងបងប្អូនរកអង្គ8គ្រាប់បងប្អូនដាក់ចូលថង់កឹបមាត់បងប្អូនណាយើងបាត់ផ្នត់ថង់រហូតតួតែថង់អង្គនៅប្រហែលជាប៉ុណ្ណឹងកូនដៃយើងហ្នឹងឬក៏តូចជាងកូនដៃយើងណាចាថង់អង្គនៅប្រហែលប៉ុណ្ណឹងកូនដៃយើងឬក៏ធំជាងកូនដៃយើងបាត់ឲ្យយើងកឹបឬក៏បងប្អូនគ្មានប្រាប់កឹបនេះយើងបិទស្គុតក៏បានដែរបិទស្គុតថង់អង្គហ្នឹងឲ្យវាទៅជាប៉ិនកូនដៃមកហើយបងប្អូនមានផ្ទះប្រហែលជាន់បើសិនជាមាន2ជាន់គេហៅថារាប់ជាន់ទីក្រោមទៀតគេហៅថា3ជាន់អញ្ចឹងក្នុង3ជាន់បងប្អូនប្រើ3កញ្ចប់ហើយតើបងប្អូនមានកតុបប្រហែលបងប្អូនរាប់កតុបដែរកតុបមួយដាក់មកកញ្ចប់កតុបមួយដាក់មកកញ្ចប់កតុបមួយដាក់មកកញ្ចប់យើងរាប់ទៅអញ្ចឹងបងប្អូនណាដែលមានផ្ទះបែរទៅទិសចាខាងជើងមុនគេចោះណាចាហើយបងប្អូនដែលបានតម្លាក់ទិសផ្ទះមុនអ្នកគ្រូមិនទាន់ហៅឲ្យកុំប្រកាន់អីអ្នកគ្រូចាប់ផ្ដើមពីទិសខាងជើងមុនបងប្អូនណាចាផ្ទះបែរមុខទៅទិសខាងជើងចាផ្ទះបែរមុខទៅទិសខាងជើងឈៀងខាងកើតផ្ទះបែរមុខទៅទិសខាងកើតផ្ទះបែរមុខទៅទិសខាងកើតឈៀងខាងត្បូងផ្ទះបែរទៅទិសខាងត្បូងផ្ទះបែរមុខទៅទិសខាងជើងចាខាងត្បូងអធិស្ឋានខាងត្បូងឈៀងខាងលិចហើយផ្ទះបែរមុខទៅទិសខាងលិចហើយផ្ទះបែរមុខទៅទិសខាងលិចឈៀងខាងជើងវិញចាអញ្ចឹងនៅពេលដែលបងប្អូនមានផ្ទះបែរមុខទៅទិសខាងជើងបងប្អូនណាខ្លះមានផ្ទះបែរមុខទៅទិសខាងជើងមានអត្ថភាពក្នុងការរៀបអង្គនេះគឺងាយស្រួលហើយរៀបទៅបានផលលឿនចារៀបទៅបានផលលឿនណាចាប៉ុន្តែទិសផ្ទះផ្សេងមិនមែនថារៀបទៅមិនបានផលទេក៏ប៉ុន្តែបានរៀងយឺតជាងផ្ទះបែរមុខទៅទិសខាងជើងបងប្អូនណាបន្ទាប់មកផ្ទះបែរមុខទៅជើងឈៀងខាងកើតឬផ្ទះបែរទៅកើតក៏បានផលលឿនដែរហើយបន្ទាប់មកផ្ទះបែរទៅលិចឬក៏លិចឈៀងជើងក៏បានផលលឿនដែរប៉ុន្តែផ្ទះបែរទៅត្បូងឬត្បូងឈើងលិចឬត្បូងឈើងកើតរៀងយឺតបន្តិចប៉ុន្តែក៏មានវិធីឲ្យរៀបឲ្យបានផលលឿនដូចគ្នាអញ្ចឹងយើងរៀបទៅបើយើងចង់ឲ្យបានផលលឿនរៀបទាំងក្នុងផ្ទះរៀបទាំងក្នុងបន្ទប់គេងចាំបងប្អូនហ្នឹងអង្គមកកញ្ចប់8គ្រាប់មកកញ្ចប់8គ្រាប់បងប្អូនរាប់កតុបយើងឲ្យហើយទៅមានប្រហែលកតុបរាប់តាមហ្នឹងទៅណា
ចាតើអញ្ចឹងបងប្អូនណាចាប់ផ្ដើមនៅពេលដែលយើងយកថង់ដាក់អង្ករហើយចាបងប្អូនយើងកាប់ថង់នឹងឲ្យស្រួលឬក៏យើងបិទមាត់ថង់យើងមូលថង់ហ្នឹងបងប្អូនណាមូលឲ្យតូចមកហើយយើងបិទឲ្យស្អាតមើលទៅឃើញទូចទេថង់ហ្នឹងទូចបងប្អូនប្រហែលជាប្រព័ន្ធកូនដៃឬក៏អាចតូចជាងកូនដៃយើងក៏ថាបានដែរតូចទេអត់ធំទេណាចាហើយបងប្អូនបាត់មកគឺនៅក្របអង្គរាយនៅក្នុងថង់ហ្នឹងមិនមែនបាត់អាថង់ហ្នឹងចូលគ្នាឡើងកញ្ញុកកញ្ញីឡើងថង់ហ្នឹងមូថ្លាញ់ប្រព័ន្ធក្របពោតទេមិនមែនទេណាបងប្អូនបាត់ឲ្យមកដូចថាថង់ប្រវែងហ្នឹងអញ្ចឹងថង់ទំហំវាប៉ុន2ថ្នប់ដៃហ្នឹងវាប្រវែងណាវិញទៅបងប្អូនមូលតមាត់ថង់ឲ្យអតាមតម្រង់វា2ថ្នប់ដៃដដែលមករហូតតវាបានប៉ុនកូនដៃយើងប្រវែងហ្នឹងមកតែប៉ុណ្្នឹងមកបានហើយបងប្អូនណាមិនបាច់បត់ចូលបន្តទៀតទេណាចាំបាច់បាត់បន្តទៀតទេកុំឲ្យថាក្របអង្គហ្នឹងវាចង្អៀតពេកវាអាចនឹងធ្វើឲ្យវាបាក់ក្របអង្គចាឲ្យវាទូលាយបែបហ្នឹងវាអត់បាក់ក្របអង្គទេចាព្រោះអីយើងដាក់ហ្នឹងវារៀងខ្ពស់ដែរអញ្ចឹងយើងមិនអាចឡើងទៅមើលញឹកញាប់បានគ្រាន់ថាមួយខែពីរខែបងប្អូនអាចមើលម្ដងក៏មើលទៅណាមើលឲ្យបើថាវាមានខ្មោចស៊ីឬក៏មានបាក់បែកក្របអង្គយើងដូរថ្មីទៅអញ្ចឹងណាបងប្អូនចាតើអញ្ចឹងចាប់ផ្ដើមដាក់គ្រាប់អង្គបងប្អូនណាចាដាក់គ្រាប់អង្គ8គ្រាប់ចូលទៅក្នុងថង់ចាបន្ទាប់មកយើងកាប់មាត់ហើយបើសិនជាបងប្អូនអ្នកគ្រូហៅគុន្ធាសំណាងល្អចាឈ្មោះគុន្ធាសំណាងល្អណាចាគុន្ធាសំណាងល្អចាអ្នកគ្រូហៅអញ្ចឹងទៅណាចាអ្នកគ្រូក្នុងបន្ទប់ទឹកនិងបង្គន់ដាក់អង្គដែរទេអត់ទេដាក់តែក្នុងបន្ទប់គេងយើងហើយនៅក្នុងផ្ទះទៅបានហើយព្រោះអីបន្ទប់ទឹកហើយនឹងបង្គន់ជាកន្លែងដែលយើងគេហៅថាបញ្ចេញចោលមិនមែនជាកន្លែងប្រមូលទ្រព្យណាកន្លែងប្រមូលទ្រព្យគឺក្នុងផ្ទះយើងហើយក្នុងបន្ទប់គេងយើងចាហើយបើសិនជាក្នុងផ្ទះបាយបងប្អូនបើមានផ្ទះបាយដាច់ពីផ្ទះក៏យើងអាចដាក់បានដែរឬក៏បងប្អូនមិនមែនផ្ទះបាយដាច់ពីផ្ទះទេប៉ុន្តែនៅជាមួយផ្ទះតែខណ្ឌដោយជញ្ជាំងមានទ្វារបិទបើកអាហ្នឹងក៏យើងអាចរៀបបានដែរនៅក្នុងផ្ទះបាយយើងណាចាក្នុងផ្ទះបាយយើងតែក្នុងបង្គន់បន្ទប់ទឹកអត់ឲ្យដាក់ទេបងប្អូនណាក្នុងបង្គន់និងបន្ទប់ទឹកគេមិនដែរយកវត្ថុមង្គលទៅដាក់ឯងបើដាក់ខ្ជុងចាដាក់ដើមរាសីអានោះយើងដាក់ចោះដាក់ខ្ជុងដើម្បីបន្សាបចាគេហៅថាបន្សាបតាក់ទងនឹងបញ្ជៀសជំងឺហើយបន្សាបក្លិនដែលមិនល្អចាក្នុងបន្ទប់ទឹកណាបងប្អូនចានឹងយើងរៀបខ្ជុងចាយើងរៀបខ្ជុងណាប៉ុន្តែការរៀបអង្គបែបនេះគឺបងប្អូនរៀបបានតែក្នុងបន្ទប់គេងចានៅក្នុងផ្ទះរបស់យើងឬក៏បងប្អូនបើកម៉ាតចាបើកភោជនីយដ្ឋានលក់ដូរនៅផ្សារចាឬក៏បងប្អូនមើលបងប្អូនបើកហាងបើកកន្លែងម៉ាស្សាចាបើកខារ៉ាអូខេឲ្យតែយើងរកស៊ីចាកន្លែងដែលមានចំណូលក៏បងប្អូនអាចដាក់បានដែរណាមិនចាំបាច់តែនៅផ្ទះឲ្យកន្ទប់គេងយើងទេចាអ្នកគ្រូរនឹកអត់ឃើញបងប្អូនចាអរគុណអ្នកគ្រូដែលបានតែងតែជួយចែករំលែកចាអរគុណនេះគ្នាបងប្អូនអរគុណនេះគ្នាណាចាជំរាបសួរអ្នកគ្រូស្រស់ខ្លាំងណាស់ចាអរគុណច្រើនបងស្រីចាជំរាបសួរបងស្រីសានសារ៉ិនស្រស់ថ្ងៃនេះបងស្រីអ្នកគ្រូថ្ងៃនេះស្រស់អត់តែដាក់ក្រហមបងប្អូនដាក់ក្រហមគឺឃើញស្រស់ញញឹមតែម្ដងបើអ្នកគ្រូទៅរៀបហុងស៊ុយបងប្អូនចុះពីឡានទៅដូចព្រះអាទិត្យរះក្រហមទាំងអស់ក្រហមទាំងអាវក្រហមទាំងរ៉ូបក្រហមទាំងអាវធំក្រហមទាំងកាបូបក្រហមទាំងស្បែកជើងក្រហមទាំងឡានចុះទៅដូចព្រះអាទិត្យរះបងប្អូនមើលទៅក្រហមឆ្វាំងតែម្ដងណាចាជំរាបសួរអ្នកគ្រូចាជំរាបសួរបងប្អូនជំរាបសួរណាចាអរគុណអ្នកគ្រូដែលជួយចែករំលែកចាអរគុណនេះគ្នាអូនអរគុណនេះគ្នាតើអញ្ចឹងចាប់ផ្ដើមបងប្អូនណាចានៅពេលដែលបងប្អូនបានគ្រាប់អង្គដាក់ចូលថង់ហើយចាបានគ្រាប់អង្គដាក់ចូលថង់ហើយចាយើងយកគ្រាប់អង្គនឹងមកចាបងប្អូនណាបត់វាឲ្យស្អាតបងប្អូនអាចប្រើប្រដាប់កឹបវាក៏បានឬក៏បងប្អូនអត់មានប្រដាប់កឹបទេបងប្អូនបិទស្គុតតែបើបិទស្គុតងាយស្រួលជាងខ្លាច់កឹបទៅវាចំគ្រាប់អង្គនោះវាបែកបើវាបែកបងប្អូនអាចពិបាកអាហ្នឹងត្រូវការដូរថ្មីអញ្ចឹងបងប្អូនព្យាយាមបិទស្គុតវិញណាបិទស្គុតវិញចាដើម្បីឲ្យគ្រាប់អង្គយើងនៅរលូនល្អបងប្អូនចាតោះបងប្អូនខ្ញុំមានបន្ទប់ជួលតែដាក់បានអត់បានបងប្អូនបើមានបន្ទប់ជួលបងប្អូនដាក់បើបន្ទប់នោះអត់មានអ្នកនៅបើបន្ទប់អត់ទាន់មានភ្ញៀវចូលជួលទេអូនដាក់ទៅហើយបើបន្ទប់នឹងមានគេនៅហើយយើងទៅប្រាប់ម្ចាស់ផ្ទះឲ្យគេដាក់ក៏បានបនយើងដែរណាអូនប្រាប់ទៅបានបនអូនទៀតចា
ឬក៏អូនប្រាប់ page របស់អ្នកគ្រូថានេះយក page របស់អ្នកគ្រូនឹងមួយថ្ងៃក្រោយមានការអីអាចមើល live របស់គាត់រៀបចំទៅហើយបងប្អូនណាមានផ្ទះជួលបើសិនជាចង់ជួលផ្ទះឲ្យដាច់ខ្លាំងឲ្យមានភ្ញៀវច្រើនឲ្យមានអតិថិជនច្រើនហើយឲ្យអ្នកមកជួលផ្ទះយើងនឹងគាត់រកស៊ីមានបានដែរហើយយើងម្ចាស់ផ្ទះក៏រកស៊ីមានបានដែរអានោះយើងធ្វើកិច្ចនៅមុខផ្ទះអូយលុយធំមកដូចបាក់ទំនប់អ្នកមកនៅជាមួយយើងនៅផ្ទះជួលយើងក៏គាត់រកស៊ីមានបាននៅផ្ទះយើងក៏អត់ចាញ់ចេញពីផ្ទះយើងទេផ្ទះជួលណាបងប្អូនចាផ្ទះជួលឬក៏បន្ទប់ជួលចាអញ្ចឹងបងប្អូនណាចាអញ្ចឹងបងប្អូនដែលគាត់ចាបានរៀបអង្គហើយយើងរៀបទាំងអស់គ្នាបងប្អូនមានកតុបប្រមាណរៀបទាំងប៉ុណ្្នឹងក៏ចប់មកកូនយើងតូចក៏ដាក់បានដែរអីទេអត់ប្រកាន់ទេបងប្អូនទី1ដាក់ហៅលុយហៅលៀបហៅទ្រព្យហៅសម្បត្តិទី2បងប្អូនដាក់ហើយបងប្អូននឹងមានអារម្មណ៍ល្អនៅក្នុងផ្ទះបងប្អូនណាចាអ្នកផ្ទះយើងមានអារម្មណ៍ល្អហើយបងប្អូនណាធ្លាប់ឆែករិស័យជាមួយអ្នកគ្រូកន្លងមកតើបងប្អូនចង់រៀបវត្ថុមង្គលក្រងសម្បត្តិធំអស់មួយជីវិតទេបើចង់រៀបឆាតចូលពេកបងប្អូនណាអ្នកគ្រូនឹងប្រាប់ថារៀបតម្លៃអស់ប៉ុន្មានហើយរៀបមួយមុខហ្នឹងគឺមួយជីវិតតែម្ដងចាដាក់នៅទិសចារបស់យើងចាថាទិសរបស់យើងនៅទិសណាអាហ្នឹងពេលបងប្អូនឆែកបងប្អូនដឹងហើយអញ្ចឹងពេលដែលបងប្អូនចង់រៀបបងប្អូនតម្លាក់តែថ្ងៃខែឆ្នាំនិងម៉ោងកើតដែលបងប្អូនធ្លាប់ឆែកជាមួយអ្នកគ្រូត្រឡប់មកវិញមកអ្នកគ្រូមើលឲ្យថាបងប្អូនរៀបអស់តម្លៃប្រមាណបងប្អូនណាអានឹងរៀបបានផលបងប្អូនអ្នកគ្រូគាត់រៀបនិយាយរួមរៀបឲ្យផ្ទះអ្នកណាគឺអ្នកនោះបានផលភ្លាមតែម្ដងបងប្អូនណាចាshare រួចហើយអ្នកគ្រូចាអរគុណច្រើនបងប្អូនអរគុណច្រើនតាចាស់ទាំងបងប្អូនណាចាបងប្អូន share ហើយក៏ share ចោលបងប្អូនណាមិនទាន់ share ធ្វើការ share ឲ្យអ្នកគ្រូផងចាបងប្អូនណាចាបងប្អូនណាមិនទាន់ share ធ្វើការ share ឲ្យអ្នកគ្រូផងបងប្អូនណាចាអ្នកគ្រូអត់ចង់បានអីចង់បានឲ្យបងប្អូនជួយ share ទេ share ទៅបងប្អូនយើងស្គាល់អ្នកគ្រូកាន់តែច្រើនបងប្អូនណាចាហ្នឹងហើយដាក់ចូលលើការៀបទៅពិតជាបានផលពិតចាបានមែនតើបងស្រីបានផលពិតបងស្រីគាត់នៅអាមេរិកផងគាត់នៅតែធ្វើបងប្អូននៅប្រទេសណាក៏ធ្វើបានដែរណាចាហើយទិសនៅប្រទេសណាក៏មានទិសដូចគ្នាដែរអត់ពិបាកក្នុងការរកទិសទេបងប្អូនណាចាអត់ពិបាកក្នុងការយើងរកទិសទេអញ្ចឹងបងប្អូនគិតថាអ្នកគ្រូខ្ញុំនៅឯនេះធ្វើមិននៅណាក៏ធ្វើបានដែរអត់អីទេណាចាសូម្បីតែវត្តអារាមចានិយាយអស់ចេះចោះចាអញ្ចឹងសម្រាប់ចាលោកប្អូនដែលគង់នៅក្នុងវត្តក៏ដូចជាលោកបងឬក៏ចាបដិជគុណចាដូចជាលោកតាលោកយាយចាដែលនៅក្នុងវត្តគាត់ចង់ដាក់នៅក្នុងកន្លែងកុដចាឬក៏កន្លែងលោកយាយលោកតាដែលគាត់អាចារ្យអីនៅក្នុងវត្តណាកន្លែងដែលគាត់សម្រាននេះក៏គាត់រៀបបានដែរអញ្ចឹងមិនថានៅកន្លែងណាក៏យើងរៀបបានដែរបងប្អូនណាក៏រៀបបានដែរចាហើយបងប្អូនណាដែលមានផ្ទះនៅក្បែរវត្តក្បែរមន្ទីរពេទ្យក្បែរបង្គោលភ្លើងក្បែរក្បែរដែលគេដាក់ឡានពលុតអគ្គីភ័យយើងរៀបចំបែបណាដើម្បីកុំឲ្យយើងចាគេហៅថាស្រូបធម៌ពលមិនល្អមករកយើងច្រើនណាអានឹងក៏មានដែរចាshare រួចហើយអ្នកគ្រូចាអរគុណច្រើនអេចាអានីតារត់ថាអូនអេទៅអីអ្នកគ្រូខ្ញុំនៅកាមុំផងចេញមកខ្ញុំអេមិនអ្នកគ្រូនិយាយលេងណាចាសួស្ដីបងស្រីចិន្តាសួស្ដីចាសួស្ដីអ្នកគ្រូចាសួស្ដីបងស្រីសួស្ដីចាអញ្ចឹងបងប្អូនដែលគាត់ចាបានរៀបហើយយើងរៀបចាយើងរៀបមកបងប្អូនណាយើងចាប់ដើមបងប្អូនណាអញ្ចឹងបងប្អូនណាដែលកើតឆ្នាំចាអ្នកគ្រូមើលឆ្នាំសិនបងប្អូនឆ្នាំអីខ្លះសនុកអ្នកគ្រូឲ្យបងប្អូនមុននឹងយកវត្ថុនឹងយកទៅបិទចាបងប្អូនដាក់ទិសណាយើងសូត្រសិនណាសូត្របាលីសម្រាប់លើករិស័យសម្រាប់យើងតើអញ្ចឹងសូមចាប់ដើមមុនគេអ្នកកាត់ឆ្នាំជូតដោយសារយើងតាមលេខរៀងណាព្រោះជូតវានៅលេខរៀងលេខ1បងណាឆ្នាំជូតណាចាអត់អីបងប្អូនយើងឆ្នាំប្តីប្រពន្ធយើងកត់ទាំងប្តីទាំងប្រពន្ធទៅណាដល់ឆ្នាំអ្នកណាមុនយើងកត់អ្នកនងមុនទៅណាចាអញ្ចឹងបងប្អូនអ្នកកាត់ឆ្នាំជូតយើងកត់ទៅយើងកត់ធម្មតាអ្នកមោតតាស័កយើងចេះហ្នឹងណាយើងមុននឹងសូត្របាលីលើករិស័យយើងគឺយើងសូត្រអ្នកមោតតាស័ក3ចប់សិនអញ្ចឹងបងប្អូនមុននឹងចាប់ដើមសូត្រយើងសូត្រមកយើងគឺឬក៏យើងកត់ទៅចាហើយយើងកត់ជាអក្សរសម្រាយដែលយើងអានដាច់ទៅមិនបាច់អក្សរបាលីទេក៏លោកកត់ខ្លួនឯងអានដាច់ណាចាតោះចាំបងប្អូនចាប់ដើមអ្នកមោតតាស័កភគវតោរតោសម្មាសម្ពុទ្ធស្សៈអ្នកមោតតាស័កភគវតោរតោសម្មាសម្ពុទ្ធស្សៈអ្នកមោតតាស័កភគវតោរតោសម្មាសម្ពុទ្ធស្សៈ
chắc bông ôn đại men nằm chút dương sâu tới nẹt mẹ pẹ tẹ 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 bông ôn sâu làm buồn chọc hai bà sinh nhà bông ôn mình đang thắng sâu làm mấy buồn chọc tí nè cứu khạch phịch nhá u thì hó và học rồi miền ở bông ôn đại liên pi nè cứu còn xưa thế nè cứu prap tới bọn quạt biên thì nè bông ôn pi sốt dương mình phải đai chẳng có thò bông ôn sốt muối dương phải lệnh đai muối má sốt pi dương phải lệnh pi má sốt bay dương phải lệnh bay má sốt buôn dương phải lệnh buôn sốt pram muối pram bay pram buôn tay dương phải lệnh tít tít thế nè gà phải lệnh tít tít chia sầm qua rồi bỏ dương nó bông ôn chia sầm nhà sầm qua rồi bỏ dương ra làm bay đập pe để dương sâu tứ ao trời chà trắng bông ôn nằm chút môn kề to đo nè cá chấm sơi trắng nè cá chấm sơi của bông ôn sốt nè mô tả sặc đôi khi đài sốt đi nè cru sốt mà những tới hay bông ôn ở trên sốt thưa chia sầm lấy thế nhưng sốt thò mà đá màu sốt thò mà đá các bạn đây kề lô bông ôn hắc chấm chạy thua bọt thế nè cru trắng không ôn chà như sốt thò mà đá mà các bạn đây chà trắng đo nè cá chấm sơi chà chặt phẹt cắt sặc chà bông ôn từ xe má chặt phẹt bạn này cho đa sả a nâng co cha và tạo mũi chặt chẳng màu sầm rải chia so sầm rải chẳng màu chặt hay phẹt nhưng xe phơ co chừng to cha sinh nhục sinh nhà má phẹt chà đứa có bông ôn và bà an luôn ánh xe mất phơ đa sả a nâng co và tạo mắt của bạn đây cả lũ bông ôn từ xe chẳng chà pro bông ôn khác qua từ xe bạch bách đầm bay ở quạt năng mưa chập vô luôn ấy nhá chặt phẹt hay cắt co đa sả càng co ca và tạo mũi cắt dạ chặt phẹt cắt sẵn nó như xe so đa sả a nâng co và tạo cả bán so nâng co chừng to sinh nhục sinh nhá cả bàn anh đang áp lừa bóng ôn nhạc sò xe luôn này nhá sốt hai thưa ấy khác nè cru hé cho nè cru prap mấy ngày điệp có điệp o nữa bóng ôn bà bóng ôn toàn điệp tới cắt và lấy sân tập về cắt 200 tới ní tập làm mẹ cru prap tam cào thiệt ná chà bông ôn chẳng phải to nó mình ở lợi đo dương ở nè cá chấm sơi cho tới đây đo nè cá chấm kha nè cá chấm kha dương sâu nè mô tả sặc đôi mình bày đòn đấy hay dương chập đàm sâu tứ chạy bẹ xế kỳ bông ôn á cho đạ sả ẹ mình có chạy bò đạ sả ẹ so đạ sả ẹ cơ đạ sả ây chà nè cruประกอบ tu à so ơi mùi pro miền bông ôn khác con vô tới sốt chả làm vì nè cru an à so con vô tới sốt bay chia chả làm chà chân đó nè cá nằm tho toán nó ôn chút lời tha đó tha là mình á chà chân đó nè cá nằm tho chà nè cá nằm tho dương chập đam sốt nè một tờ sạc bay chập đi kia dương chập đam sốt bà lấy là bỏ dưỡng pa mẹ chậu bạ pa mẹ chậu bạ bông ôn á nơi pe để dưỡng sốt không mùi ở năm dưỡng sốt và muốn chọc năm ấy cả đó có sốt và muốn chọc đôi kia chẳng bà dưỡng sốt xong đặt con dưỡng tờ xe bà lấy nó bật này của tục quạt mà này anh tất cả bạn đây dương châu từ đó dương khứa dương sâu thấy bà riêng câu này an là so nâng dù còn che an là so nâng quạt chập đào miền thì xây tăng vì vậy không ai mà ốp bà riêng là không ai chặt che hết nè chà dương câu muối dương bắt bà lấy muối ai quạt vô thò bông ôm miên câu pram nhá hay cả tục kinh pram bật cục tục đây mà bà tục nó năm câu như năm ấy năm chơi ấy bật so bà lấy năm chơi ở quạt an luôn ai ở quạt sâu luôn ai bằng riêng câu bông ôn đầm bây ở quạt che cái hai thà tẹt tương đường pê để quạt chập đàm chà đăng pi bà lấy lực để xây bà quạt khạc dương mình bạch prap hay bà lấy lực để xây các bạn đấy tay đập pê để quạt che hay quạt an đập pê nâng lên cô để xây quạt làng này chà bà lấy lực để xây những ai sâu bán cúp pê về lìa mà ngày bay buồn pram đón các bạn đã áp bánh hài thế nè chà khan mơ lai nè cru du hoi nè cru na ô chà Kim Hiên nhá khâu tia đầm đắng đấy bạch na du cha bà khan mơ lai nè cru du cha tăng chân và to ná chăm là pe nè cru prap bà lấy chăm hay nè cru nè prap tháp pe để dương riệp bằng co hay dương sâu bà lấy nè hay giờ ta đạn là từ na ta dương chặt đam cha
អំបញ្ញមិញដល់ឆ្នាំថោះឥឡូវដល់ឆ្នាំរោងគឺរឿងវែងជាងគេបន្តិចឆ្នាំរោងរៀងលំបាកសូត្របន្តិចតែព្យាយាមបងប្អូនណាព្យាយាមចាសេចក្តីព្យាយាមនៅកន្លែងណាសេចក្តីសម្រេចនឹងរត់មករកយើងនៅកន្លែងនោះដែរចាបងប្អូនណាចាតើចឹងចាប់ផ្ដើមអ្នកកើតឆ្នាំរោងបងប្អូនណាចាអសង្វិសុឡោអបុសៈពុភៈចាអសង្វិសុឡោអបុបៈចាអបុសៈពុភៈចាឆ្នាំរោងរៀងវែងបន្តិចបងប្អូនណាចារៀងវែងបន្តិចព្រោះស្ដាច់ឆ្នាំហើយឆ្នាំរោងនឹងស្ដាច់ឆ្នាំហើយចាឆ្នាំរោងក៏ខ្លួនវែងជាងគេជាងឯងដែរតើតើនឹងចាសัตว์និករាជបងប្អូនចាអញ្ចឹងម្ដងទៀតចាស់ណាអសង្វិសុឡោអបុសៈពុភៈចាបងប្អូនណាបងប្អូនសូត្រឲ្យដាច់ហើយបើសិនជាបងប្អូនមិនចាំទេទន្ទិញសិនឬក៏ទៅសេឲ្យធំដាក់ពីមុខមកយើងសាពះដាក់អង្គពីមុខយើងដែរមកសាពះឲ្យសូត្រទៅបងប្អូនចាសូត្រទៅណាយើងព្យាយាមទៅណាព្យាយាមបងប្អូនចាអញ្ចឹងបងប្អូនឆ្នាំរោងចាឥឡូវបន្តដល់ឆ្នាំចាដល់អ្នកកើតឆ្នាំម្សាញ់ចាអ្នកកើតឆ្នាំម្សាញ់តិម៉ាំងសាំងអង្គុចាតិម៉ាំងសាំងអង្គុអញ្ចឹងនៅពេលដែលបងប្អូនមុននឹងសូត្របាលីមួយឆ្នាំត្រូវតែសូត្រអ្នកមោតាស័កសិនណាបងប្អូនណាឧទាហរណ៍ថាបន្ទប់គេងយើងនឹងមានប្តីយើងមានកូនយើង2នាក់តូចដែលគាត់គេងជាមួយយើងដែរអញ្ចឹងយើងសូត្រអ្នកមោតាស័កភគវតោរតោសម្មាសម្ពុទ្ធស្សៈអ្នកមោតាស័កភគវតោរតោសម្មាសម្ពុទ្ធស្សៈអ្នកមោតាស័កភគវតោរតោសម្មាសម្ពុទ្ធស្សៈពេលសូត្រចប់យើងសូត្របាលីនឹងមុនគេគឺសូត្រខ្លួនយើងឬក៏ប្តីយើងបន្ទាប់មកសូត្រហើយសូត្រអ្នកមោទៀតចាប់ហើយបានយើងចាប់ផ្ដើមសូត្របាលីបន្តសូត្រអ្នកមោចាប់ហើយបានចាប់ផ្ដើមសូត្របាលីបន្តសូត្រអ្នកមោចាប់ហើយចាប់ផ្ដើមសូត្របន្តអញ្ចឹងរាល់ពេលសូត្រគឺសូត្រអ្នកមោរហូតបងប្អូនណាចាទៅយើងបានផលច្រើនចាតាមកដល់លើអូនចាំបន្តិចទៅអូនណាចាអញ្ចឹងមកសាញ់បាទបងប្អូនហើយមិញតដល់អ្នកកើតឆ្នាំមមីយើងសូត្រអ្នកមោដូចគ្នាដែរយើងចាប់ផ្ដើមសូត្របាលីសិសាំងណាមោចាសិសាំងណាមោចាសិសាំងណាមោចាសិសាំងណាមោហើយបងប្អូនសូត្រឲ្យបាន9ចប់បងប្អូនណាបាន9ដងឬក៏9ចប់ចឹងមកណាចាអញ្ចឹងបងប្អូនជាយាមកត់បងប្អូនខ្លះគាត់កត់ឆ្នាំទាំង12ទុកតែម្ដងគាត់សូត្រទាំងអស់ក៏បានដែរបងប្អូនបើសិនជាយើងមានពេលទំនេរច្រើនយើងទន្ទិញទាំងអស់យើងសូត្រយប់ឡើងរៀបគេងថ្ងៃឡើងរៀបចេញដំណើរព្រលឹមឡើងរៀបចេញទៅធ្វើការយើងសូត្រឆ្នាំទាំង12ក៏បានសូត្រតែឆ្នាំយើងក៏បានដែរយើងសូត្រទៅវាចម្រើនលៀបជោគជ័យសេរីសួស្តីឲ្យយើងបងប្អូនណាចាអញ្ចឹងតបន្តដល់អ្នកកើតឆ្នាំមមែគឺសង្ឃវិធាបុកយៈបៈ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 បងប្អូនបើសិនជាយើងចេះមិនថាចេះចាំរលឬក៏ចេះបែបណាយើងសូត្រមួយព្រោះវាច្បាស់ពីអក្ខរាវិរុទ្ធហ្នឹងវាបានផលខ្លាំងបងប្អូនណាចាអញ្ចឹងសម្រាប់បងប្អូនដែលកើតឆ្នាំវកបន្តទៀតបងប្អូនណាអ្នកកើតឆ្នាំវកចាបងប្អូនចាប់ផ្ដើមឧធាំងអធោ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 ហើយបងប្អូនសូត្រ9ចប់មកណាចាអញ្ចឹងបន្តមកទៀតដល់អ្នកកើតឆ្នាំរកាហើយបើសិនជាបងប្អូនមានបងប្អូនយើងនៅឆ្ងាយឪពុកម្ដាយយើងនៅឆ្ងាយតែគាត់មិនដឹងពីចឹងយើងអាចសូត្រហើយយើងបញ្ជូនបុណ្យកុសលឲ្យគាត់បានណាបញ្ជូនបុណ្យកុសលឲ្យគាត់បានចាបងស្រីគាត់នៅខាងសហរដ្ឋអាមេរិកបងស្រីជាតំណាងចែកចាយរបស់អ្នកគ្រូបងស្រីសវុតកៅហុលណាបងប្អូននៅខាងអាមេរិកបងប្អូនចង់បានលេខមុខអ្នកគ្រូអាចតាក់ទងទៅបងស្រីនឹងបានណាចាលេខទូរស័ព្ទរបស់គាត់781 521 2457
ចាតោះចឹងយើងចាប់ផ្ដើមដល់អ្នកកើតឆ្នាំរកាអ្នកកើតឆ្នាំរកាអេតេសោចាអ្នកកើតឆ្នាំរកាណាបងប្អូនអេតេសោចាអ្នកកើតឆ្នាំរកាណាអេតេសោអេតេសោអេតេសោចាហើយមុននឹងយើងសូត្រគឺយើងសូត្រអ្នកម៉ូ3ចាប់ដូចគ្នាដែរចាបងប្អូនណាចាបន្តដល់អ្នកកើតឆ្នាំចអ្នកកើតឆ្នាំកអហយៈ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 បងប្អូនណាចាគឺងាយអត់ពិបាកក្នុងការចាំទេបន្តមកទៀតអ្នកដែលកើតឆ្នាំកក្រោយគេហើយចាអេស្វាសុ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 ចាបងប្អូនសូត្រ9ចប់ណាអញ្ចឹងតាក់ទងនឹងបាលីនេះនៅពេលដែលយើងចាប់ផ្ដើមរៀបអង្គ8គ្រាប់រួចហើយអង្គ8គ្រាប់ដាក់ចូលក្នុងកូនកញ្ចប់កូនថង់2ធ្នប់ដៃមកបានកូនថង់តូចអញ្ចឹងបងប្អូនណាដែលគាត់មិនមានកូនថង់ស្អែកទៅទិញយកមកដាក់មកទិញមកខាំយកមកទុកប្រើការអីផ្សេងទេណាចាឬក៏បងប្អូនមានថង់ធំតែបងប្អូនកាត់ឲ្យបិទស្គុតឲ្យធ្វើជាថង់តូចអញ្ចឹងក៏បានដែរចាក្រៃលោបងប្អូនពិបាកក្នុងការរកទិញថង់ក៏លោកបងប្អូនខ្លះទៅដឹងទៅទិញនៅណាទេចាមិនដឹងមែនចាហើយបងប្អូនខ្លះក៏មានថង់តែថង់ធំចាថង់ធំប្រហែលជាប៉ិនបាត់ដៃអីអញ្ចឹងទៅណាតែបឋមយើងកាត់ជាពីរឲ្យបិទស្គុតចំកដាលបិទមកបងប្អូនបិទមកឲ្យយើងដាក់អង្គទៅណាដាក់មកកញ្ចប់8គ្រាប់កញ្ចប់តូចបងប្អូនណាដាក់ឲ្យយើងមូលថង់ហ្នឹងឲ្យតូចមកមូលចុះឲ្យតូចមកហើយយើងបិទស្គុតវាអញ្ចឹងបងប្អូនមានផ្ទះឧទាហរណ៍ថាបងប្អូនមានផ្ទះមួយជាន់ខាងក្រោមយើងដាក់នៅជាន់ក្រោមហ្នឹងមកកញ្ចប់ចាយើងដាក់បើសិនជាបងប្អូនមានបន្ទប់គេងនៅខាងលើ2ជាន់ឬក៏បន្ទប់4ដូចផ្ទះអ្នកគ្រូបន្ទប់4អញ្ចឹងត្រូវប្រើ5កញ្ចប់ហើយខាងក្រោមមកកញ្ចប់នៅបន្ទប់មុខ1បន្ទប់ក្រោយ1បន្ទប់លើ1មុខ1បន្ទប់លើក្រោយ1អញ្ចឹង5កញ្ចប់ហ្នឹងផ្ទះអ្នកគ្រូណាអញ្ចឹងតែបងប្អូនផ្សេងតើមានកន្ទប់គេងប្រហែលយើងរៀបទាំងអស់មកចាឲ្យបងប្អូនមានតូបលក់នៅផ្សារក៏រៀបដាក់បានបងប្អូនមានចាតាក់ទងនឹងផ្ទះសំណាក់អូតែសន្តាគារក៏រៀបបានបងប្អូនមានភោជនីយដ្ឋានក៏រៀបបានបងប្អូនមានម៉ាតក៏រៀបបានមានការ៉ាសាំងក៏រៀបបានចាមានកន្លែងលក់ដូរក៏រៀបបានចាបងប្អូនណាចាប៉ុន្តែបើបងប្អូនលក់ដូរអាទីដឹកជញ្ជូនអីអានឹងមិនបាច់រៀបទេព្រោះយើងរៀបអត់បានបើយើងមិនដឹងថានៅទិសណាទិសណីយើងជិះឆ្វែងទៅឆ្វែងមកគ្រប់ទិសអានឹងយើងរៀបអត់កើតទេយើងរៀបបឋមអង្គលស្រុកលុយវិញទៅអ្នកដែលគាត់ដឹកដើរចាអញ្ចឹងចាប់ដើមបងប្អូនណាយើងរៀបគ្រាប់អង្គរួចហើយយើងច្រកយើងខ្ចប់បិទមុខអីឲ្យហើយបងប្អូនណាយល់ណាបងប្អូនណាមកក្រោយអត់ទាន់យល់ណាអាចខមមិនសួរអ្នកគ្រូបានណាចាបងប្អូនរៀបហើយបងប្អូនយកទៅដាក់ចូលចានតូចមួយមកល្មមមកបងប្អូនយកទៅដាក់នៅមុខព្រះអង្គក៏បានមុខចំនាងផ្ទះក៏បានដាក់ហើយអត់ធូបទេយកបែបនេះតែបើបងប្អូនធ្វើព្រឹកស្អែកអត់ធូបបានណាយកបែបនេះអត់ឲ្យអត់ទេព្រោះយកបែបនេះគេអត់ឲ្យអត់ធូបទេសម្រាប់ជំនាញផ្ទះឲ្យព្រះអង្គចៅបងប្អូនបើអត់បានតែកង់ម៉ាតែយើងអត់យកតាក់ទងអង្គទៅដាក់នៅកង់ម៉ាទេអញ្ចឹងណាចាងាប់ហើយអ្នកគ្រូល្ងុយគេងហើយបងប្អូនចាអញ្ចឹងបងប្អូនដែលបានរៀបហើយដាក់ចូលចានតូចមួយមកណាហើយយើងដាក់នៅមុខជំនាញផ្ទះយើងក៏បាននៅមុខព្រះភ័ក្ត្រព្រះអង្គបានហើយយើងអង្គុយសូត្របាលីនឹងសិនមកហើយចាប់ផ្ដើមបងប្អូនលើកអង្គមកបាញ់ទឹកអប់បន្តិចគ្រប់ថង់កំបាញ់ចូលក្នុងថង់ណាបាញ់ពីក្រៅថង់បាញ់ចូលក្នុងថង់ខ្លាចវាសើមគ្រាប់អង្គខ្លាចវាឡើងផ្សិតណាបងប្អូនណាបាញ់បន្តិចគ្រប់ហ្នឹងហើយបងប្អូនយកទៅបិទនៅទិសខាងលិចឈៀងខាងជើងបើចេះវាស់កំផាសវាស់នៅទិស30នៅទិស300ដល់330សូមអធិស្ឋានទិស300ដល់330តែបើមិនចេះវាស់ទិសទេមើលទិសខាងជើងឈៀងខាងលិចនៅកន្លែងណាបើផ្ទះបងប្អូនមានពីដានគឺបងប្អូនបិទទៅឲ្យជាប់នៅពីដានខាងជើងឈៀងខាងលិចតែបើអត់មានពីដានទេយើងបិទនៅជញ្ជាំងខាងជើងឈៀងខាងលិចហ្នឹងក៏បានដែរយើងយកអង្គហ្នឹងមកយើងដាក់កាត់ស្គុតផែប្រវែងហ្នឹងយើងដាក់អង្គហ្នឹងចំកដាស្គុតឲ្យហើយចាំយកទៅបិទជាប់ទៅជញ្ជាំងដើម្បីកុំឲ្យវារបូតរុះចុះមកបងប្អូនណាចាយើងរៀបដាក់នៅទិសខាងជើងឈៀងខាងលិចនៃតួផ្ទះរបស់យើងបើយើងរៀបនៅក្នុងផ្ទះបើយើងរៀបនៅក្នុងបន្ទប់គេងរៀបនៅទិសខាងជើងឈៀងខាងលិចនៃបន្ទប់គេងយើងដែរបើសិនជាទិសខាងជើងឈៀងខាងលិចនឹងចំមាត់ទ្វារយើងបិទឲ្យដល់ពីដានយើងខាងលើទៅអញ្ចឹងណាបងប្អូនណាចាឬក៏ផ្ទះយើងអត់មានពីដានទេផ្ទះខ្ញុំគ្មានពីដានទេអ្នកគ្រូ
ចឹងបងប្អូនអាចបិទនៅកំកែងជញ្ជាំងនឹងក៏បានដែរណាចាយើងបិទនៅកែងជញ្ជាំងក៏បានដែរហើយបន្ទប់យើងមានប្រមាណក៏ដោយគឺយើងដាក់នៅទិសខាងជើងឈៀងខាងលិចទាំងអស់ហើយបើសិនជាបងប្អូនមានផ្ទះបែរមុខទៅទិសខាងត្បូងធម្មតាខាងជើងឈៀងខាងលិចនេះវានៅកតុយផ្ទះហើយចាអញ្ចឹងបើសិនជាខាងជើងឈៀងខាងលិចនឹងចំបន្ទប់ទឹកបងប្អូនមិនបាច់បិទទេណាយើងទៅបិទនៅកតុបគេយើងវិញចាឲ្យបងប្អូនមានផ្ទះបែរទៅត្បូងបើកតុបទឹកនៅខាងជើងឈៀងខាងលិចរៀងលំបាកបន្តិចហើយចាធ្វើឲ្យក្នុងផ្ទះហ្នឹងមិនសូវជាមានកិត្តិយសគេឈ្មោះអីទេបងប្អូនណាចាអញ្ចឹងហេតុអីបានការដែលអ្នកគ្រូនិយាយតាក់ទងនឹងប្លង់ហុងស៊ុយផ្ទះនៅពេលដែលបងប្អូនមានប្លង់ហុងស៊ុយគឺផ្ទះបងប្អូនរស់នៅមានសេចក្តីសុខណាស់ចាអត់ចេះខុសអីទេអញ្ចឹងណាបងប្អូនណាចាអញ្ចឹងចោះសម្រាប់បងប្អូនដែលមានផ្ទះបែរទៅទិសខាងជើងគឺគាត់មានអត្ថភាពខ្ពស់ដោយសារខាងជើងឈៀងខាងលិចនេះធម្មតាវានៅមាត់ទ្វារចូលយើងបើកទ្វារចេញចូលធម្មពលវាមកលឿនល្អចាហើយផ្ទះបែរមុខបងប្អូនផ្ទះបែរមុខទៅកើតក៏មានល្អដែរគាត់ថាវាមិនសូវណាស់ណាវានៅរៀងនៅកតុយដែរចាបងប្អូនបែរទៅលិចឈៀងខាងជើងអានឹងចំមាត់ផ្លូវផ្ទះហ្នឹងកាន់តែល្អហើយផ្ទះបែរទៅលិចធម្មតាវានៅលិចឈៀងជើងក៏វារៀងគៀកមាត់ផ្លូវចូលផ្ទះដែរចាអញ្ចឹងហេតុអីបានអ្នកគ្រូនិយាយថាផ្ទះបែរទៅខាងណាក៏មានអត្ថភាពខ្លាំងក៏ដោយសារអញ្ចឹងបងប្អូនណាចាអញ្ចឹងបើផ្ទះបងប្អូនអត់ចំចាទិសចាដែរល្អទេប៉ុន្តែបងប្អូនខាងអ្នកគ្រូឲ្យផ្ទះខ្ញុំអត់ចំទិសមិនដែរអត់អីទេអត់ចំទិសគាត់អីដែរបងប្អូនណាសំខាន់បងប្អូនរៀបទៅណារៀបទៅអត់អីទេមិនថាបងប្អូនផ្ទះចំទិសឬក៏មិនចំទិសទេអត់អីទេណាចាកុំឲ្យបងប្អូនអន់សពុនចិត្តបាក់ទឹកចិត្តអីកុំគិតបែបហ្នឹងណាសំខាន់យើងចង់មានលៀបអត់មានយើងរៀបទៅតែប៉ុណ្្នឹងទៅយើងបានលៀបបានជ័យមានសេរីសួស្តីមានអ្វីល្អប្រសើរច្រើនមែនទែនតែម្ដងបងប្អូនណាការដែលយើងរៀបបែបនេះគឺជួយស្រោបធម៌ពលចរន្តលុយចូលផ្ទះយើងនៅពេលដែលយើងចាប់ផ្ដើមប្រើទ្វារហើយបើសិនជាបងប្អូននៅក្នុងបន្ទប់គេងបើសិនជាបន្ទប់គេងយើងទ្វារនៅចំជ្រុងហ្នឹងយើងបិទទៅល្អណាស់ប៉ុន្តែមិនមែនបងប្អូនស្ដាប់អ្នកគ្រូហើយស្ដាប់ថាទ្វារមិននៅជ្រុងហ្នឹងស្ដាប់តែកែទ្វារដាក់ជ្រុងហ្នឹងប្រយ័ត្នខុសតាក់ទងនឹងហុងស៊ុយរបស់បងប្អូនអានោះផ្សេងទៀតណាផ្ទះនៅបែបណាទ្រង់ទ្រាយបែបណាយើងនៅបែបហ្នឹងសិនចាំអនាគតទៅបងប្អូនបានអញ្ជើញអ្នកគ្រូទៅដល់រៀបហុងស៊ុយផ្ទះបងប្អូនអាហ្នឹងចាំយើងមើលទៀតអញ្ចឹងណាចាក៏ដឹងអ្នកគ្រូគោះទៅលេងរស់មិនទេនេះធ្លាក់ពេកបងប្អូនចាអញ្ចឹងសម្រាប់បងប្អូនដែលគាត់តែងតែមើល live អ្នកគ្រូហើយគាត់ចង់ចារៀបចំអ្វីឲ្យល្អប្រសើរច្រើនប៉ុន្តែគាត់មិនសូវជាបានមានពេលវេលាឯណាទៅរៀបទៅចំអីទេបងប្អូនកុំគិតអីច្រើនសំខាន់បងប្អូនពេលស្ដាប់អ្នកគ្រូហើយរៀបចោះណារៀបចោះផលវាមកតិចហើយច្រើនយើងកុំគិតពេកចាកុំបដោតពេកបងប្អូនណាចាកុំគិតថាតិចបានមិនបាច់គិតអញ្ចឹងទេថាសំខាន់ថារៀបតែម្ដងកុំគិតអីច្រើនចាតែធ្វើបែបម៉េចកុំឲ្យតែយើងមកសៅទៅបានបងប្អូនណាកុំឲ្យតែយើងមកសៅទៅបានហើយចាអញ្ចឹងការដែលបងប្អូនរៀបចំបែបនេះនៅពេលដែលបងប្អូនបើសិនជាមានចាអ្នកណាធ្លាប់មើលងាយយើងបិទភ្នែកឲ្យយើងនិយាយនៅក្នុងចិត្តទៅចាសូមឲ្យខ្ញុំមានតម្លៃមានកិត្តិយសកេរ្តិ៍ឈ្មោះឬក៏គ្រួសារខ្ញុំមានកិត្តិយសមានកេរ្តិ៍ឈ្មោះមានតម្លៃមានលុយមានលៀបមានទ្រព្យមានសម្បត្តិហូរចូលវិញហើយនៅពេលដែលបងប្អូនដាក់បែបនេះណានៅពេលដែលបងប្អូនដែលមានវត្ថុមង្គលរបស់អ្នកគ្រូស្រាប់កន្លងមកទៀតអូយបានផលលឿនណាស់ចាបានផលលឿនណាស់ហើយការរៀបអង្គនៅក្នុងបែបហ្នឹងដោយសារអីទិសហ្នឹងគេហៅថាជាទិសមេគ្រួសារអញ្ចឹងនៅពេលដែលយើងរៀបធ្វើឲ្យមេគ្រួសារនោះមានតម្លៃកាន់តែខ្លាំងចាហើយប្រាក់ចំណូលចូលមកច្រើនហើយនៅពេលដែលមេគ្រួសារហ្នឹងបើសិនជាគាត់ធ្លាប់ឆែករិស័យជាមួយអ្នកគ្រូហើយចាគាត់រៀបចំមានវត្ថុមង្គលតាមខ្លួនដូចជាថង់សំណាងដូចជាខ្សែដៃស្រូបលុយដូចជាចិញ្ចៀនលើករិស័យដូចជាសម្បត្តិស្រូបលុយចាធ្វើឲ្យគាត់មានចាគេហៅថាធម៌ពលល្អនៅក្បែរគាត់ច្រើនខ្លាំងមែនទែនហើយបើសិនជាបងប្អូនណាចង់ឲ្យខ្លួនឯងជាអ្នកធ្វើការមន្ត្រីរាជការចង់ឲ្យបានឡើងឋានៈលឿនតួនាទីលឿនឬក៏ប្រាក់ខែច្រើនអានោះតើតែរៀបហុងស៊ុយផ្ទះទៅជួយបងប្អូនបានអ្នកគ្រូចុះទៅអនុវត្តផ្ទាល់បងប្អូនណាចាអញ្ចឹងសម្រាប់បងប្អូនដែលចាផ្ទះខ្ញុំបាយតកើតចាផ្ទះបាយតកើតគឺយើងបិទនៅទិសខាងជើងឈៀងខាងលិចនឹងដែរគ្រាន់ថាមិនសូវជាបានផលខ្លាំងប៉ុណ្ណាទេអញ្ចឹងបងប្អូនណាផ្ទះបាយតកើតបើសិនជាមានកតុបច្រើនយើងគួររៀបគ្រប់បន្ទប់ណាបងប្អូនគួររៀបគ្រប់បន្ទប់ចាឲ្យបងប្អូនខ្លះប្រទេសគាត់មានកតុបតែមួយដល់អញ្ចឹងមិនសូវជាមានអត្ថប្រយោជន៍ក្នុងការស្រូបធម៌ពលនឹងច្រើនទេអញ្ចឹងណាចា
អ្នកគ្រូផ្ទះខ្ញុំបាយតលិចបិទខាងណាល្អចាផ្ទះបាយតែខាងណាក៏យើងបិទនៅទិសខាងជើងឈៀងខាងលិចនឹងដែរណាផ្ទះបាយតែខាងណាក៏យើងបិទនៅទិសនឹងដែរគ្រាន់តែថាផ្ទះបាយតលិចហ្នឹងក៏មានអត្ថភាពរៀងច្រើនដូចផ្ទះបាយតែជើងដែរចាបងប្អូនណាចាឆ្នាំកលអ្នកគ្រូខ្ញុំរវល់អត់បានស្ដាប់ចាឆ្នាំកលអត់បានស្ដាប់បាននេះធ្វើម៉េចបងស្រីចាចាអញ្ចឹងដាក់រហូតមែនអ្នកគ្រូចាដាក់រហូតអូនគាត់ថាមួយខែឬក៏2ខែអូនមើលម្ដងទៅក្រែងលោអង្គនឹងវាខ្មោចស៊ីឬក៏វាពុកវាអាចនឹងបាក់គ្រាប់អង្គអូនដូរថ្មីឲ្យដាក់ទៀតមកអូនចាដាក់ទៀតមកណាចាហើយបងប្អូនដាក់អង្គដំណើបក៏បានអង្គខ្សាយក៏បានដែរសំខាន់គ្រាប់អង្គនឹងវែងរលូនកុំយកគ្រាប់អង្គដែលបាក់យកទៅដាក់ណាចាកុំយកគ្រាប់អង្គដែលបាក់យកទៅដាក់ផ្ទះបាយតលិចដាក់ដូចគ្នាមែនអ្នកគ្រូចាដាក់ដូចគ្នាបងស្រីចិន្តាបាយតែខាងណាក៏យើងដាក់ទិសនឹងដែរគ្រាន់តែថាផ្ទះដែលមានអត្តភាពទទួលធម្មពលបានលឿនគឺផ្ទះបាយទៅជើងបាយតលិចចាធូរធម្មពលលឿនឬក៏ជើងឈៀងខាងលិចបើផ្ទះបាយទៅចាទៅត្បូងឬត្បូងឈៀងលិចត្បូងឈៀងកើតហើយបាយទៅកើតហើយកើតឈៀងជើងមិនសូវទេបងប្អូនណាប៉ុន្តែក៏យើងរៀបទៅចាំបងប្អូនព្យាយាមរៀបក្នុងផ្ទះហើយរៀបក្នុងបន្ទប់គេងយើងបន្ថែមបងប្អូនណាដើម្បីឲ្យទទួលធម្មពលល្អកាន់តែខ្លាំងហើយបើសិនជាបងប្អូនវាស់កំផាស់ទៅទិសខាងជើងឈៀងខាងលិចហ្នឹងវាមិនចំកែងក៏យើងត្រូវបាត់ដែរធ្វើម៉េចឲ្យចំទិសហ្នឹងបងប្អូនណាមិនផ្ដោតថាឲ្យតែចំកែងបានបាត់ទេក្រែងលោតែបងប្អូនខ្លះមាត់ផ្លូវគាត់ចំជើងឈៀងលិចចឹងយើងបិទនៅពីលើមាត់ផ្លូវនឹងតែម្ដងមកមិនមែនយកទៅបិទនៅកែងជាងផ្ទះយើងទេណាស្ដាប់ឲ្យតន់បងប្អូនណាចាអ្នកគ្រូចង់ឲ្យបងប្អូនដាក់ទៅឲ្យបានផលចាបងប្អូនណាចាមិនចង់ឲ្យបងប្អូនដាក់ឲ្យអត់បានផលចង់ឲ្យបានផលពោះពេលដែលអ្នកគ្រូប្រាប់ទៅបងប្អូនទៅឲ្យបងប្អូនបានផលលឿនចឹងណាបងប្អូនណាចាបានផលលឿនចាតោះចឹងអ្នកគ្រូសុំបិទ live បងប្អូនណាជូនពរបងប្អូនឲ្យមានសុខភាពល្អរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារគិតកិច្ចការអ្វីក៏ដោយសូមបានសម្រេចដោយបំណងបងប្អូនផងប្រាថ្នាមិនថាការងារតូចមិនថាការងារធំសូមឲ្យជោគជ័យគ្រប់ភារកិច្ចបងប្អូនសូមឲ្យសុខចម្រើនចាហេងទាំងអស់គ្នាបងប្អូនណាចាបាយបាយ